សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយ Admin នៅក្នុងវីដេអូនេះ Admin មានខ្សែភាពយន្តមួយដែលនៅក្នុងវីដេអូនេះយើងនឹងពិភាក្សាអំពីសាច់រឿងនៃខ្សែភាពយន្តបែបភ័យរន្ធត់បែបវិទ្យាសាស្ត្រមួយរឿងដែលមានចំណងជើងថា Ash នៅក្នុងខ្សែភាពយន្តនេះអវកាសយានិកម្នាក់ស្រាប់តែបាត់បង់ការចងចាំហើយបានរកឃើញមិត្តភ័ក្តិរបស់គាត់ស្លាប់យ៉ាងអាថ៌កំបាំងបន្ទាប់មកក្នុងការតស៊ូរបស់គាត់ដើម្បីស្វែងរកចម្លើយអវកាសយានិករូបនេះប្រឈមមុខនឹងការគំរាមកំហែងធំជាងអ្វីដែលគាត់បានគិតទៅទៀតមុនពេលយើងចូលទៅដល់សាច់រឿងខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាថាកុំភ្លេចចុច like comment subscribe និងបើកកណ្ដឹងដោយមិនចាំបាច់និយាយយូរទៀតទេយើងចូលដល់សាច់រឿងវិញអវកាសយានិកម្នាក់ឈ្មោះរីយ៉ាស្រាប់តែភ្ញាក់ពីដំណេកដោយរបួសនៅក្នុងកាប៊ីនយន្តហោះនៅទីនេះរីយ៉ាមានអារម្មណ៍ចម្លែកព្រោះគាត់មិនអាចចាំអត្តសញ្ញាណរបស់គាត់កន្លែងដែលគាត់នៅឥឡូវនេះនិងអ្វីដែលបានកើតឡើងមុនពេលគាត់សន្លប់បន្ទាប់មកពេលពិនិត្យមើលទីតាំងនោះរីយ៉ាបានរកឃើញសាកសពមិត្តភក្តិម្នាក់របស់ក្រុមអវកាសយានិកឈ្មោះ Kevin ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះរីយ៉ាក៏បានរកឃើញមិត្តភក្តិម្នាក់ទៀតរបស់គាត់គឺប្រធានក្រុម Adi ដោយមើលពីស្ថានភាពសាកសពរបស់ពួកគេរីយ៉ាជឿថា Kevin និង Adi ត្រូវបានសម្លាប់បន្ទាប់ពីនោះរីយ៉ាបានដើរតាមការណែនាំរបស់ AI ដើម្បីឲ្យគាត់អាចស្ដារប្រព័ន្ធស្ថានីយ៍ឡើងវិញមិនយូរប៉ុន្មានរីយ៉ាបានចាក់ចេញពីស្ថានីយ៍ដើម្បីពិនិត្យមើលតំបន់ខាងក្រៅនៅពេលនេះរីយ៉ាទើបតែដឹងថាគាត់នៅលើភពផ្សេងក្រៅពីផែនដីបន្ទាប់ពី 2-3 នាទីរីយ៉ាបានដកដង្ហើមខ្លីៗដែលបង្ហាញថាខ្យល់នៅលើភពផែនដីនេះមិនមានសុវត្ថិភាពសម្រាប់មនុស្សទេដើម្បីសុវត្ថិភាពរបស់គាត់រីយ៉ាបានប្រញាប់ត្រឡប់ទៅស្ថានីយ៍វិញហើយបិទទ្វារភ្លាមៗដើម្បីកុំឲ្យខ្យល់ខាងក្រៅចូលបានខណៈពេលដែលនៅតែដកដង្ហើមខ្លីៗរីយ៉ាស្រាប់តែនឹកឃើញឡើងវិញនៅអតីតកាលនៅក្នុងការចងចាំនេះរីយ៉ានិងមិត្តភ័ក្តិរបស់គាត់ដែលក៏ជាអវកាសយានិកផងដែរបានពិភាក្សាអំពីផែនការរបស់ពួកគេប្រសិនបើពួកគេមកដល់ភពដែលពួកគេចង់ទៅដល់បន្ទាប់មកប្រធានក្រុម Adi បានស្នើសុំឲ្យផ្ដោតលើបេសកកម្មរបស់ពួកគេដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខុមាលភាពរបស់មនុស្សនៅលើផែនដីត្រឡប់ទៅបច្ចុប្បន្នវិញរីយ៉ាបានរកឃើញបង់រំវិជ្ជសាស្ត្រនៅស្ថានីយ៍ចាប់តាំងពីប្រើបង់រំនេះមកស្ថានភាពរបស់រីយ៉ាបានប្រសើរឡើងមិនយូរប៉ុន្មានស្ថានីយ៍ AI បានព្រមានថាមានចលនាមួយត្រូវបានរកឃើញនៅក្នុងបំពង់ខ្យល់ខាងក្រៅពេលគាត់មកដល់បន្ទប់រីយ៉ាបានឃើញអវកាសយានិកម្នាក់ឈ្មោះ Brian ដែលទើបតែចូលមកបន្ទាប់មក Brian បានពន្យល់ថាគាត់បាននៅលើយន្តហោះនៅខាងក្រៅស្ថានីយ៍ដើម្បីតាមដានគន្លងផ្កាយរណបនៅទីបំផុត Brian បានត្រឡប់ទៅស្ថានីយ៍វិញពីព្រោះរីយ៉ាធ្លាប់បានផ្ញើសញ្ញាអាសន្នហើយបានរាយការណ៍ថាមិត្តភ័ក្តិរបស់ពួកគេ Clark បានទទួលរងនៅជំងឺវិកលចរិតឥឡូវនេះ Brian សង្ស័យថាការស្លាប់របស់ Kevin និងប្រធានក្រុម Adi មានជាប់ទាក់ទងនឹង Clark បន្ទាប់ពីនោះមនុស្សយន្តវិទ្យាសាស្ត្រជប៉ុនមួយគ្រឿងឈ្មោះ Medbot បានធ្វើការពិនិត្យនិងព្យាបាលមុខរបួសរបស់រីយ៉ានៅលើក្បាលយោងតាមលទ្ធផលនៃការធ្វើតេស្តរីយ៉ាបានមានអាការៈគ្រុនក្តៅនិងបាត់បង់ការចងចាំដែលជាលទ្ធផលនៃការវាយប្រហារលើក្បាលនាងនេះឯង Clark សង្ស័យថានេះជាការវាយប្រហារដោយអ្វីមួយជាមិនខានពេលគាត់ស្ងប់ចិត្តម្ដងទៀតរីយ៉ាបានសារភាពថាគាត់មិនចាំអ្វីទាំងអស់អំពីភពនេះទីបំផុតព្រីយ៉ានបានពន្យល់ដើម្បីឲ្យរីយ៉ាអាចយល់អំពីស្ថានភាពដូច្នេះមុននោះនៅផែនដីបានធ្វើបេសកកម្មចំនួន6ដើម្បីស្វែងរកភពដូចនេះហើយបេសកកម្មទាំងអស់នោះបានបរាជ័យជាក់ស្ដែងក្រុមអវកាសយានិករបស់រីយ៉ាបានបញ្ចប់បេសកកម្មទី7ហើយពួកគេបានក្លាយជាក្តីសង្ឃឹមចុងក្រោយរបស់មនុស្សជាតិបន្ទាប់មក Brian បាននិយាយថាភពដែលពួកគេនៅឥឡូវនេះមានឈ្មោះថា Ash បន្ទាប់ពីនោះរីយ៉ាបានចាប់ផ្ដើមព្យាយាមយកសាកសពរបស់ Kevin និងប្រធានក្រុម Adi ចេញពីស្ថានីយ៍នៅក្នុងដំណើរការនេះ Brian បានប្រាប់រីយ៉ាថាពួកគេត្រូវតែចាក់ចេញពីភព Ash ជាបន្ទាន់ព្រោះស្តុកអុកស៊ីហ្សែនរបស់ពួកគេកំពុងអស់បន្ទាប់មកនៅពេលដែលគាត់កាន់កន្ត្រៃរីយ៉ាបានឃើញការចងចាំថាវត្ថុមុតស្រួចនោះធ្លាប់ត្រូវបានប្រើដើម្បីចាក់ Adi បន្ទាប់ពីឃើញការចងចាំនេះរីយ៉ាចាប់ផ្ដើមឆ្ងល់ថាតើគាត់ជាអ្នកសម្លាប់ Adi ដែរឬទេពេលវេលាបានកន្លងផុតទៅរហូតដល់ទីបំផុត Ria និង Brian បានជ្រកកោននៅក្នុងស្ថានីយ៍ដើម្បីគេចពីដីខ្សាច់ដែលគ្របដណ្ដប់លើទឹកដី Ash នៅពាក់កណ្ដាលនៃដំណើរការនេះ Ria ស្រាប់តែបានឃើញការចងចាំដ៏គួរឲ្យភ័យខ្លាចមួយទាក់ទងនឹង Clark ពេលនិយាយអំពីការចងចាំនេះជាមួយ Brian Ria សង្ស័យថា Clark មានជំងឺវិកលចរិតហើយបានវាយប្រហារមិត្តភ័ក្តិរបស់គាត់ដោយសារតែការឆ្លងមេរោគហើយយោងទៅតាម Ria virus ដូចគ្នានេះក៏បានបណ្ដាលឲ្យ Clark ចាក់ចេញពីស្ថានីយ៍ហើយទៅកន្លែងណាមួយបន្ទាប់មក Brian បានជំរុញឲ្យ Ria ឈប់ស៊ើបអង្កេតស្ថានភាពរបស់ Clark ហើយឲ្យគាត់ទៅមូលហេតុគឺថាពួកគេទើបតែបាត់បង់អុកស៊ីហ្សែន 30% ដោយសារតែការលិចធ្លាយនៅក្នុងតំបន់ស្ថានីយ៍ពេលចូលគេង Ria ស្រាប់តែយល់សប្តិអាក្រក់មួយដែលឃើញគាត់បានសម្លាប់ Kevin ពេលគាត់ភ្ញាក់ពីដំណេក Ria សង្ស័យថាសុបិនអាក្រក់នោះជាការចងចាំបន្ទាប់ពីនោះរីយ៉ាបានថតវីដេអូដែលថតសកម្មភាពរបស់ក្រុមដែលកំពុងរុករកដែនដី Ash បន្ទាប់មកនៅក្នុងដំណើររបស់ក្រុមពួកគេបានរកឃើញរន្ធមួយដែលមានបច្ចេកវិទ្យាជឿនលឿនដែលត្រូវបានគេជឿថាត្រូវបានបង្កើតឡើងដោយមនុស្សភពក្រៅបន្ទាប់មកក្រុមបានសង្ស័យថាបច្ចេកវិទ្យានោះមានរាប់រយហើយរាយប៉ាយនៅជ្រុងផ្សេងៗនៃភពផេះមិនយូរប៉ុន្មានសមាជិកក្រុមបានធ្វើការសាកល្បងដើម្បីទម្លាក់វត្ថុមួយចូលទៅក្នុងរន្ធ
លទ្ធផលគឺការផ្ទុះថាមពលមួយដែលបានវាយប្រហារ Davis រហូតដល់ក្បាលរបស់គាត់ត្រូវបានបំផ្លាញក្រុមរបស់ Ria បានរត់គេចខ្លួននៅទីបំផុតបន្ទាប់ពីការផ្ទុះថាមពលបានបង្កើតជាខ្យល់បក់ដ៏ធំមួយដែលស្រដៀងនឹងខ្យល់ព្យុះកំបុតត្បូងដែលបានលេចឡើងនៅគ្រប់រន្ធទាំងអស់នៅលើភពនោះបន្ទាប់ពីបានមើលវីដេអូដ៏គួរឲ្យភ័យខ្លាចនេះ Ria មានការខឹងសម្បានឹងតាមពិតទៅវីដេអូនេះអាចជួយស្ដារការចងចាំរបស់ Ria ឡើងវិញជាពិសេសការចងចាំដែលទាក់ទងនឹងការស្លាប់របស់មិត្តភ័ក្តិរបស់គាត់នៅទីបំផុត Brian បានយល់ព្រមដោយចេតនាលាក់វីដេអូនេះដើម្បីរក្សាការផ្ដោតអារម្មណ៍របស់ Ria ទៅលើបេសកកម្មសំខាន់បច្ចុប្បន្នរបស់ពួកគេពោលគឺចាក់ចេញពិភព Ash ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់មក Ria បានសារភាពថានាងជាអ្នកដែលបានសម្លាប់ Kevin និង Eddie ទោះជាយ៉ាងណាក៏ដោយបញ្ហាគឺថា Ria មិនអាចចាំបានថាហេតុអ្វីបានជាគាត់ហ៊ានសម្លាប់ពួកគេជាលទ្ធផល Ria មានអារម្មណ៍ថានាងត្រូវតែស្នាក់នៅក្នុងភព Ash យូរជាងនេះដើម្បីស្វែងរកអាថ៌កំបាំងនៃការសម្លាប់មិត្តភ័ក្តិរបស់នាងទោះជាយ៉ាងណាក៏ដោយ Brian បានបង្ខំ Ria ឲ្យទទួលយកស្ថានភាពបច្ចុប្បន្នរបស់នាងមូលហេតុគឺថាបេសកកម្មរបស់ពួកគេមានសារៈសំខាន់ជាងបញ្ហាការចងចាំរបស់ Ria និងឃាតកម្មមិត្តភ័ក្តិរបស់នាងជាមួយក្រុមនាវិកទៅទៀតមុនពេលចេញដំណើរតាមយន្តហោះ Brian បានដាក់បង់រំវេជ្ជសាស្ត្រលើរាងកាយរបស់ Ria ដើម្បីឲ្យស្ថានភាពរាងកាយរបស់នាងអាចនៅមានស្ថិរភាពបន្ទាប់មកនៅពេលដែល Brian ទៅរៀបចំ Ria បានដោះបង់រំចេញដោយស្ងៀមស្ងាត់រហូតដល់គាត់មានការចងចាំច្បាស់លាស់អំពីប្រធានក្រុម Eddie នៅក្នុងការចងចាំនេះ Ria បានព្យាយាមប្រយុទ្ធប្រឆាំងនឹងការវាយប្រហារពីប្រធានក្រុម Eddie ខ្ញុំមិនដឹងថាហេតុអ្វីទេប៉ុន្តែវាច្បាស់ណាស់នៅទីនេះថា Eddie បានផ្លាស់ប្ដូរហើយព្យាយាមសម្លាប់ Ria ដើម្បីរស់រានមានជីវិត Ria បានប្រឆាំងតបតរហូតដល់នាងត្រូវបង្ខំចិត្តចាក់ Eddie ដោយកន្ត្រៃច្រើនដងបន្ទាប់ពីបានឃើញការចងចាំនោះ Ria បានទៅជួប Brian ដើម្បីរាយការណ៍ពីការសង្ស័យរបស់នាងថាមិត្តភ័ក្តិរបស់ពួកគេរួមទាំងខ្លាបានឆ្លងមេរោគនៅពាក់កណ្ដាលភ្លួធ្វើដំណើរទៅ Ria មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនរបស់អវកាសដោយមានអារម្មណ៍ថាអវកាសយានិករូបនេះស្ថិតក្នុងគ្រោះថ្នាក់ Ria បានរត់គេចខ្លួនរហូតដល់នាងបានរកឃើញ Brian តែជាអកុសល Brian បានត្រូវគេសម្លាប់បាត់ទៅហើយបន្ទាប់ពីប្រមូលភាពក្លាហានបាន Ria បានប្រឈមមុខនឹងអវកាសយានិកដែលអាចផ្លាស់ប្ដូរមុខរបស់គាត់យ៉ាងចម្លែកពេលដែលស្ថានភាពមានសុវត្ថិភាពឡើងវិញ Ria បានប្រើម៉ាស៊ីនជំនួយការស្ដាប់ដើម្បីពិនិត្យមើលស្ថានភាពរបស់អវកាសយានិកដែលបានបង្ហាញថាជាខ្លាក់ជាលទ្ធផលខ្លាក់ពិតជាបានស្លាប់ទៅហើយបន្ទាប់ពីគាត់ថប់ដង្ហើមដោយសារតែមួកសុវត្ថិភាពរបស់គាត់ពេញទៅដោយទឹកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាសាកសពរបស់ Clark ត្រូវបានបញ្ជាក់ថាមិនមានមេរោគនោះទេឥឡូវនេះ Ria កំពុងចាប់ផ្ដើមឆ្ងល់ថាតើអ្វីជាមូលហេតុដែលបណ្ដាលឲ្យ Clark ផ្លាស់ប្ដូររូបរាងបន្ទាប់ពីដាក់សាកសពរបស់ Clark នៅកន្លែងរួចរាល់ Ria បានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅរកយន្តហោះពេលទៅដល់ទីនោះភ្លាម Ria ត្រូវប្រឈមមុខនឹងការរំខានដល់ប្រព័ន្ធយន្តហោះដែលធ្វើឲ្យនាងមិនអាចហោះហើរបានតាមពិតទៅយន្តហោះត្រូវហោះហើរនៅពេលនេះដើម្បីឲ្យវាអាចត្រឡប់ទៅគន្លងតារាវិថីវិញបានយ៉ាងរលូននៅពេលដែលបញ្ហាយន្តហោះមិនត្រូវបានដោះស្រាយ Ria បានសម្រេចចិត្តពិនិត្យស្ថានភាពរាងកាយរបស់ Brian ជាមួយនឹងឧបករណ៍ Medbot វាបានបង្ហាញថា Brian បានស្លាប់ដោយសារតែត្រូវបានវាយប្រហារដោយដុំវត្ថុរឹងមួយនៅលើមុខរបស់គាត់បន្ទាប់ពីមួយរយៈ AI បានព្រមានថាមានសត្វមានជីវិតមិនធម្មតាមួយកំពុងចូលមកក្នុងស្ថានីយ៍ដើម្បីទប់ទល់នឹងការវាយប្រហារដែលអាចកើតមានឡើង Ria បានយកកាំភ្លើងទៅជាមួយនៅពេលនាងទៅជួបសត្វនោះ Ria មានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់ពីព្រោះសត្វនោះគឺជា Brian ដែលច្បាស់ណាស់ថាបានស្លាប់ទៅហើយសត្វនោះទីបំផុតបានស្ដារការចងចាំទាំងអស់របស់ Ria ឡើងវិញដើម្បីឆ្លើយសំណួរទាំងអស់របស់នាងពីទីនេះយើងអាចមើលឃើញការចងចាំពីអតីតកាលរបស់ Ria មិនយូរប៉ុន្មានបន្ទាប់ពី Davis ស្លាប់ក្រុមប៉ារ៉ាស៊ីតមួយក្រុមបានរស់នៅក្នុងភព Ash ដែលបានជ្រៀតចូលទៅក្នុងស្ថានីយ៍បន្ទាប់ពីនោះក្រុមរបស់ Ria បានពិភាក្សាអំពីលទ្ធផលនៃការស្រាវជ្រាវវាបានបង្ហាញថាប៉ារ៉ាស៊ីតបានជាប់នឹងស្ថានីយ៍ហើយចាប់ផ្ដើមរីករាលដាលយោងតាមពិធីសារសុវត្ថិភាពប្រធានក្រុម Eddie នឹងនាំក្រុមនេះចាក់ចេញពីភពនោះភ្លាមៗហើយត្រឡប់ទៅគន្លងតារាវិថីវិញដើម្បីការពារពួកគេពីប៉ារ៉ាស៊ីតទោះជាយ៉ាងណាក៏ដោយ Ria បានប្រឆាំងនឹងផែនការរបស់ប្រធានក្រុម Eddie ពីព្រោះគាត់បានចាត់ទុកថាការស្រាវជ្រាវលើប៉ារ៉ាស៊ីតត្រូវតែបន្តរហូតដល់លទ្ធផលត្រូវបានសម្រេចយោងតាមជំនឿរបស់ Ria ប៉ារ៉ាស៊ីតអាចជាតម្រុយមួយដើម្បីទទួលបានបច្ចេកវិទ្យាបង្កើតភពផែនដីដែលយើងដឹងថាមាននៅក្នុងរន្ធនីមួយៗនៅក្នុងដែនដី Ash Ria ទីបំផុតបានទទូចថាមនុស្សអាចប្រែក្លាយខ្យល់ពុលទៅជាខ្យល់ស្អាតនិងមានសុវត្ថិភាពសម្រាប់ដកដង្ហើមបានយ៉ាងងាយស្រួលប្រសិនបើពួកគេទទួលបានជោគជ័យក្នុងការទទួលបានបច្ចេកវិទ្យានេះបន្ទាប់ពីនោះ Ria បានស៊ើបអង្កេតសំណាក់ប៉ារ៉ាស៊ីតដោយសម្ងាត់ហើយបានរកឃើញថាសត្វនេះមានសមត្ថភាពចម្លងខ្លួនឯងបន្ទាប់មកនៅពេលដែល Eddie បានចាប់ផ្ដើមប្រឆាំងសកម្មភាពរបស់ Ria ប៉ារ៉ាស៊ីតនោះបានប្រញាប់ប្រញាល់ចេញពីកន្លែងរបស់វាហើយចូលទៅក្នុងរន្ធច្រមុះរបស់ Eddie
ពីទីនេះប៉ារ៉ាស៊ីតអាចគ្រប់គ្រងរាងកាយរបស់ RD ហើយប្រើវាដើម្បីវាយប្រហារ RIA បន្ទាប់មកយើងឃើញម្ដងទៀតនៅពេលដែល RIA ចាក់ RD ដោយកន្ត្រៃច្រើនដងទោះជាយ៉ាងណាក៏ដោយដោយសារតែវាត្រូវបានគ្រប់គ្រងដោយប៉ារ៉ាស៊ីត RD នៅតែអាចរស់រានមានជីវិតនិងវាយប្រហារតបវិញដោយប្រើវត្ថុមុតស្រួចមួយ Kevin បានទាញករបស់ RD រហូតដល់ប៉ារ៉ាស៊ីតនោះចេញពីខ្លួនរបស់គាត់ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីនោះប៉ារ៉ាស៊ីតនោះបានចូលទៅក្នុងរន្ធត្រចៀករបស់ Kevin ហើយគ្រប់គ្រងរាងកាយរបស់គេបានការវាយប្រហាររបស់ប៉ារ៉ាស៊ីតនោះបានបណ្ដាលឲ្យក្បាលរបស់ RIA រងរបួសនៅពេលដែលប៉ារ៉ាស៊ីតនោះត្រៀមខ្លួនសម្រាប់ RIA ខ្លាកបានបង្ហាញខ្លួនតែជាចុងក្រោយនៅតែបរាជ័យក្នុងការវាយប្រហាររបស់ប៉ារ៉ាស៊ីតបន្ទាប់ពី 2-3 វិនាទីប៉ារ៉ាស៊ីតនោះបានឈប់វាយប្រហារខ្លាកហើយចាប់ផ្ដើមតាមសម្លាប់ RIA ដោយស្ថិតនៅក្រោមសម្ពាធពី RIA ខ្លាកបានឡើងយន្តហោះដើម្បីជួយសង្គ្រោះខ្លួនឯងខណៈពេលដែល RIA នៅតែលាក់ខ្លួននៅស្ថានីយ៍ប៉ារ៉ាស៊ីតនោះបានសម្លាប់ Brian ដោយវាយប្រហារមុខរបស់គាត់ដោយដុំវត្ថុរឹងមិនយូរប៉ុន្មាន RIA ហ៊ានប្រឈមមុខនឹងប៉ារ៉ាស៊ីតនោះនៅពេលនេះ Kevin អាចគ្រប់គ្រងស្មារតីរបស់គាត់បានខ្លះដូច្នេះគាត់បានបង្ខំ RIA ឲ្យសម្លាប់គាត់ដើម្បីបំផ្លាញប៉ារ៉ាស៊ីតនោះតាមការស្នើសុំរបស់ Kevin ទីបំផុតត្រូវបាន RIA បានចាក់ចំបេះដូងរបស់ Kevin បន្ទាប់ពី 2-3 វិនាទីប៉ារ៉ាស៊ីតបានចេញពីខ្លួនរបស់ Kevin ហើយចាប់ផ្ដើមចូលទៅក្នុងមុខរបួសរបស់ RIA ខណៈពេលដែលប៉ារ៉ាស៊ីតមិនទាន់គ្រប់គ្រងរាងកាយរបស់វាបាន 100% RIA បានលេបថ្នាំពិសេសមួយដែលត្រូវបានគេរំពឹងថានឹងធ្វើឲ្យការគ្រប់គ្រងរបស់ប៉ារ៉ាស៊ីតចុះខ្សោយបន្ទាប់មក RIA បានចំណាយពេលពេញមួយថ្ងៃរបស់នាងដេកតែម្នាក់ឯងនៅស្ថានីយ៍រហូតដល់ទីបំផុតនាងភ្ញាក់ឡើងក្នុងស្ថានភាពភ្លេចភ្លាំងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាប៉ារ៉ាស៊ីតអាចទំនាក់ទំនងជាមួយ RIA បានមុនពេលនាងភ្ញាក់ពីដំណេកនៅក្នុងអន្តរកម្មនេះប៉ារ៉ាស៊ីតបានបដិញ្ញាចិត្តគ្រប់គ្រងរាងកាយទាំងមូលរបស់ RIA ដើម្បីនាំវាមករួមជាមួយនឹងមនុស្សរស់ហើយនឹងប៉ារ៉ាស៊ីតនេះក៏បានបង្ហាញផងដែរថាពួកវាមិនចង់ឲ្យភព Ash ត្រូវបានមនុស្សកាន់កាប់នោះទេពីព្រោះពួកគេដឹងរួចហើយថាមនុស្សច្រើនតែបង្កការខូចខាតបន្ទាប់ពីបានឃើញការចងចាំទាំងអស់ RIA ទើបតែដឹងថារាងកាយរបស់នាងបានក្លាយជាសម្បុករបស់ប៉ារ៉ាស៊ីតគ្រប់ពេលវេលា RIA ក៏ទើបតែដឹងថារូបរាងរបស់ Brian ដែលនៅជាមួយនាងចាប់តាំងពីនាងបាត់បង់ការចងចាំគឺជាប៉ារ៉ាស៊ីតខណៈពេលដែលប៉ារ៉ាស៊ីតមិនអាចគ្រប់គ្រងស្មារតីទាំងស្រុងរបស់នាងបាន RIA បានប្រើម៉ាស៊ីន Medbot ដើម្បីពិនិត្យរាងកាយរបស់នាងវាបានបង្ហាញថាប៉ារ៉ាស៊ីតបានជ្រកកោននៅក្នុងខួរក្បាលរបស់ RIA គ្រប់ពេលទាំងអស់ដើម្បីយកប៉ារ៉ាស៊ីតចេញ RIA ទីបំផុតហ៊ានធ្វើការវះកាត់ខួរក្បាលនៅក្នុងដំណើរការនេះ RIA បានបាត់បង់ស្មារតីដោយសារតែភាពធន់របស់ប៉ារ៉ាស៊ីតនៅទីបំផុតការវះកាត់បានជោគជ័យក្នុងការយកប៉ារ៉ាស៊ីតចេញពីខួរក្បាលរបស់ RIA ដើម្បីឲ្យ RIA អាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញទោះជាយ៉ាងណាក៏ដោយប៉ារ៉ាស៊ីតឥឡូវនេះបានជ្រើសរើសគ្រប់គ្រងសាកសពរបស់ Brian ហើយប្រើវាដើម្បីវាយប្រហារ RIA ដោយមានបំណងសងសឹកប៉ារ៉ាស៊ីតបានប្រើអំណាចពេញលេញរបស់វាដើម្បីសម្លាប់ RIA នៅក្នុងស្ថានភាពស្លាប់នេះ RIA បានបើកការវាយប្រហាររូបគ្នាមួយដែលធ្វើឲ្យប៉ារ៉ាស៊ីតឈឺចាប់ដោយប្រើកាំភ្លើងបាញ់ទឹក RIA ទីបំផុតបានគ្រប់គ្រងប៉ារ៉ាស៊ីតនោះបន្ទាប់ពីនោះ RIA បានប្រញាប់ប្រញាល់ទៅកាន់យន្តហោះព្រោះនៅមានពេលដើម្បីត្រឡប់ទៅកន្លងផែនដីវិញដោយរលូនភ្លាមនោះ RIA បានយកឈ្នះលើការរំខានដល់ប្រព័ន្ធយន្តហោះដើម្បីឲ្យនាងអាចហោះហើរចេញទៅភពអាសនេះបានបន្ទាប់មកនៅពាក់កណ្ដាលនៃដំណើរទៅកាន់កន្លងផែនដី RIA មានសប្បាយចិត្តដែលនាងអាចមានសុវត្ថិភាពពីការវាយប្រហាររបស់ប៉ារ៉ាស៊ីតប៉ុន្តែម្យ៉ាងវិញទៀត RIA ក៏មានអារម្មណ៍សោកសៅផងដែរព្រោះនាងត្រូវបាត់បង់មិត្តរួមក្រុម RIA ទីបំផុតអាចប្រឈមមុខនឹងស្ថានភាពនេះបានដោយវិជ្ជមានបន្ទាប់ពីនាងចងចាំពីគ្រាដ៏កក់ក្ដៅជាមួយមិត្តភ័ក្តិរបស់នាងហើយភាពយន្តនេះក៏ចប់ប៉ុណ្ណឹងហើយបងប្អូនរឿងរ៉ាវទាំងមូលនៃភាពយន្ត Ash ដែលត្រូវបានចេញផ្សាយនៅឆ្នាំ2025សូមអរគុណច្រើនសម្រាប់ការទស្សនារឿងនេះលើកនេះហើយជួបគ្នានៅរឿងបន្ទាប់លាហើយបងប្អូន